បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែរបាទថ្ងៃនេះដែរខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនានៅហាងកាហ្វេមួយកន្លែងនៅខាងស្រុកកំណើតរបស់ខ្ញុំផងដែរហើយបងប្អូនទាំងអស់គ្នាដែលធ្លាប់មកហាងកាហ្វេនេះចាំជួយខមមិនម្នាក់មួយផងដែរបងប្អូនដែលបានមកធ្លាប់ហូបនៅកាហ្វេនៅទីតាំងនេះផងដែរហើយព្រោះខ្ញុំឃើញហាងរបស់គាត់គឺមានការដេកស្អាតបងប្អូនឃើញទេសភាពនៅខាងក្រៅគឺគាត់មានការដេកហើយគាត់ដាក់កៅអីអីមើលទៅទំនងមែនតើបងប្អូនហើយទេសភាពនៅក្នុងហាងរបស់គាត់គឺមានស្អាតមែនតើបងប្អូនមានថាគេហៅថាទេសភាពបបៃតងបងប្អូនដូចដែលយើងចំណាំនិយាយថាដូចនៅកូរ៉េរុំអីមានស្មៅអីខៀវៗបបៃតងអញ្ចឹងណានៅហាងកាហ្វេក៏គាត់មានដែរហាងកាហ្វេរបស់គាត់នេះគឺដើមឈើរបស់គាត់នឹងឯងគឺគាត់ដាំនៅជុំវិញហាងរបស់គាត់នឹងឯងហើយយើងមើលទៅគឺ fresh មែនតើបងប្អូនហើយពួកខ្ញុំក៏បានអង្គុយជជែកគ្នានៅនឹងរៀងយូរដែរបងប្អូនទម្រាំតែចែកជើងគ្នាទៅផ្ទះរៀងខ្លួនបងប្អូនគឺយើងអង្គុយពិភាក្សាគ្នាចែកម្លែកពីបទពិសោធន៍ការងារគ្នាទៅវិញទៅមកអីចឹងណាបងប្អូនគឺអូច្រើនណាស់បងប្អូនយើងតែរាប់មិនអស់ទេបើយើងឲ្យរនឹកទៅនិយាយវិញគឺរនឹកអត់ឃើញទេបើតែបើជុំគ្នាអត់ដឹងថាបានពាក្យសម្ដីមកពីណាទេបងប្អូនគឺនិយាយច្រើនមែនតើបងប្អូនដូចបងប្អូនដូចបានឃើញនៅក្នុងវីដេអូនេះចឹងគឺមិនដឹងថានិយាយអីខ្លះទេបើឲ្យខ្ញុំទៅរនឹកថាទៅនិយាយអីវិញក៏អត់ដឹងថានិយាយអីដែរបងប្អូនហើយវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណជម្រាបលាបាយបាយ